សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍កាន់ Channel នៃ Chen Learning ដែលខ្ញុំមានប្រធានបទថ្មីមួយដើម្បីយកមកជជែកជាមួយបងប្អូនទាំងអស់គ្នាគឺតើបងប្អូនគួរតែចូលរៀនវគ្គរកលុយតាម YouTube ដែរអត់ហើយវគ្គហ្នឹងជួយបងប្អូនបានមែនអត់អូខេអញ្ចឹងបើបងប្អូនកំពុងតែមានចំណាប់អារម្មណ៍ទៅលើវគ្គហ្នឹងបងប្អូនគួរតែមើលវីដេអូនេះបានដល់ចប់មុននឹងសម្រេចចិត្តអូខេអញ្ចឹងបងប្អូនកុំឲ្យខាតពេលយូរមកតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាទី1ខ្ញុំចង់ឲ្យបងប្អូនសួរខ្លួនឯងថាតើហេតុអីបងប្អូនចូលរៀនវគ្គហ្នឹងដោយសារបងប្អូនឃើញគេផុសរយចំណូលបានច្រើនចង់ធ្វើ YouTube ទៅវាមានសេរីភាពមានន័យថាយើងធ្វើការងារនៅប្រទេសហើយយើងចង់ធ្វើក៏បានចង់អត់ក៏បានឬក៏អ្វីផ្សេងៗអាហ្នឹងបងប្អូនសួរខ្លួនឯងហើយចាំគិតថាតើយើងគួរតែចូលរៀនជាមួយគេអត់អូខេបងប្អូនបន្ទាប់ពីបងប្អូនសួរខ្លួនឯងហើយអញ្ចឹងយើងមកដឹងពីគុណសម្បត្តិដែលចូលរៀនវគ្គហ្នឹងម្ដងស្ទូទៅវាប្រកាសជាមានគុណសម្បត្តិនិងគុណវិបត្តិហើយបងប្អូនអ្វីក៏ដោយអញ្ចឹងណាឥឡូវខ្ញុំនិយាយពីគុណសម្បត្តិដែលយើងចូលវគ្គរៀនសិក្សាហ្នឹងទី1បើវគ្គហ្នឹងទេច្បាស់លាស់គេបរៀនពិតមែនគេនឹងជួយបងប្អូនគេនឹងចង្អុលបង្ហាញបងប្អូនថាគួរធ្វើម៉េចហើយគេមានតិចនិកស្រាប់ដើម្បីឲ្យបងប្អូនដឹងថាអូគួរតដាក់title មកដាក់ tag មិនដើម្បីតាក់ទាញធ្វើ thumbnail មិនដើម្បីតាក់ទាញវីដេអូធ្វើអំពីអីមានអ្នកមើលច្រើនអញ្ចឹងណាហើយគេមានក្រុមដើម្បី support បងប្អូនហើយគេប្រាប់បងប្អូនជៀសវាងអំពីកំហុសមានន័យថាកុំឲ្យធ្វើខុសគោលការណ៍ YouTube ណាដោយសារគេអ្នកធ្វើមុនគេដឹងអីចឹងទៅគេធ្លាប់ខូច channel 4 5ហើយគេដឹងអញ្ចឹងណាអូខេបងប្អូនអាហ្នឹងយើងនិយាយពីគុណសម្បត្តិតែបើនិយាយពីគុណវិបត្តិវិញអាហ្នឹងដូចជាមានតែមួយទេគឺគេបោកមានន័យថាគេផុសដាក់រលុយបានមួយខែ 1000 2000នេះចឹងទៅ nice អីជាស្ដែងពិតជាបានបើ channel ធំចឹងណាតែវាមិនងាយទេបងប្អូនសួរអ្នកធ្វើការឬក៏យើងអាចមើលអ្នកចែករំលែកក្នុង YouTube ដោយ free បានពួកគាត់គេច្រើនអ្នកធ្វើយូរឆ្នាំហើយទៅបានមួយខែ 5-600 អីចឹងទៅអាហ្នឹងយើងមិនបដិសេធទៅវាមិនបានទេគាត់ថាវាចំណាយពេលយូរអូខេអញ្ចឹងចំពោះការវគ្គបោកប្រាស់អាហ្នឹងយើងមិននិយាយច្រើនទេបងប្អូនដឹងហើយបោកប្រាស់គឺវាសម្បាញ់លុយហើយគេបលែងយើងចោលហើយអូខេចឹងបន្ទាប់មកបងប្អូនគិតថាតើយើងអាចរៀនខ្លួនឯងបានអត់បងប្អូនស៊ូខ្លួនឯងហើយគិតមើលបន្តិចទៅថាតើវាពិតជាពិបាកដូចគេនិយាយមែនអត់យើងត្រូវការជំនួយពីគេមែនអត់អានេះសម្រាប់ខ្ញុំហ្នឹងបងប្អូនអានេះជាបទចេញពីខ្ញុំទៅYouTube ពិតជាអាចរកលុយបានមែនតែវាក៏អត់ស្រួលពេកទេអត់ស្រួលដោយតែគេនិយាយពេកទេវីដេអូ 1K យើងរកបានទុំអត់ដល់1រៀលទេ 1K បងប្អូនអញ្ចឹងយើងតម្រាំបាន1រៀលយើងត្រូវការ view 2-3K 2K អញ្ចឹងទៅតាមcontent របស់យើងណាហើយចំពោះអ្នកថ្មីពិបាកមែនទែនការរក view រកអីហ្នឹងតែខ្ញុំសូម recommend បងប្អូនឲ្យតស៊ូឯជាចេញពីខ្ញុំណាខ្ញុំ recommend ថាយើងអាចរៀនខ្លួនឯងបានទេតាម content សម័យនេះហើយមាន AI ជំនួយយើងណាយើងចង់អត់មាន content យើងក៏សួរ AI បានយើងឲ្យ AI ទៅសេ script ឲ្យយើងនិយាយក៏បានយើងឲ្យ AI ធ្វើ thumbnail ក៏បានហើយនិយាយទៅ AI ជួយយើងបានគ្រប់យ៉ាងនៅលើ YouTube បងប្អូនឆ្ងល់អីសួរ AI បានហើយ content ដែលឥឡូវមានតែដូចជា content បែបសង្រាយរឿងឬក៏ content បែបនិយាយថាគេដាក់លើ thumbnail ណាចេះ2-3ក្បាច់នេះ 1000 subscribe ស៊ីខុយឬក៏អីចឹងទៅតែអាទាំងអស់ហ្នឹងសុទ្ធតែយើងដឹងហើយលក្ខណៈខុសវីដេអូ copyright វីដេអូ trend អីចឹងទៅផុសហើយគេ subscribe ហើយលុបវីដេអូចោលអញ្ចឹងណាតែសួរថាវាបានអាយុកាលវែងអត់ទេបងប្អូន YouTube គេអត់ល្ងងទេខ្ញុំនិយាយចោលលោកទៅពីអត់ល្ងងទេគេមាន system វាមានអីចាប់យើងគ្រាន់តែចង់ឲ្យបងប្អូនរៀនសិក្សាដល់ខ្លួនឯងឆ្ងល់អីsearch YouTube ទៅដូចជា
ការរៀបចំ channel ឲ្យបានត្រឹមត្រូវអាហ្នឹងក៏មានគេបង្រៀនបងប្អូនទិញបងប្អូនចូលរៀនមួយគេក៏គេនិយាយពីហ្នឹងដូចគ្នាវាអត់ខុសគ្នាទេបងប្អូនវាអត់មានក្លុបពលៈអីឆ្ងាយទេដូចរបៀបស្វែងរកអា title ដែលពេញនិយមហ្នឹងក៏យើងអាចសួរ AI បានបើពីមុនរឿងក៏វាក់មែនវាអត់មាន AI ចឹងទៅយើងត្រូវរកអីតែពីមុនក៏គេមាន tool ហ្នឹងបងពីមុនក៏មាន tool សម្រាប់រកស៊ីឡូហ្នឹងអញ្ចឹងវាអត់ប្រមាថទេសួរថាតើគួរចំណាយលុយទៅលើវគ្គហ្នឹងអត់សម្រាប់ខ្ញុំកំណត់ផ្ទាល់ខ្លួនណាបងប្អូនមានលុយអាហ្នឹងអូខេយើងចំណាយលុយទៅដើម្បីឲ្យគេបរៀនយើងអញ្ចឹងណាយើងមានគ្រូវាស្រួលជាងហើយធម្មតាអ្នកមានគ្រូគាត់ស្រួលជាងហើយគាត់ថាយើងអាចធ្វើខ្លួនឯងបានទេបើអត់ចាំបាច់ទេយើងធ្វើខ្លួនឯងទៅហើយកុំរំពឹងខ្ពស់ពេកពី YouTube គាត់ថាយើងធ្វើទៅដឹងតែបានជោគជ័យដូចគេនិយាយបងប្អូនកុំរំពឹងខ្ពស់ពេកព្រោះអី YouTube ត្រូវការអ្នកទស្សនាដើម្បីរកចំណូលបងប្អូនអញ្ចឹងអាហ្នឹងទោះបីយើងចូលរៀនក៏ដោយក៏វានៅតែត្រូវការយើងអ្នកធ្វើដដែលអញ្ចឹងបើបងប្អូនរំពឹងចូលរៀនមួយគេទៅស្រួលទេ5គេអីចឹងអាហ្នឹងអត់ទេយើងអ្នកធ្វើ content ខ្លួនឯងទេហើយសូមលើកទឹកចិត្តធ្វើ content original ទើបយើងអាចរកស៊ីមួយ YouTube បានយូរខ្ញុំទៅតែឃើញខ្ញុំអុស Facebook ឃើញបងមនុស្សគាត់ផុសចម្រៀងគេឬក៏មិនទេគេ report remove channel ហើយសោកស្ដាយដែរ channel ហ្នឹងគាត់វា8ឆ្នាំហើយតែក៏គេ remove ចឹងអាហ្នឹងវាគួរឲ្យសោកស្ដាយបើយើងជាបានជាឲ្យប្រភេទ content ដែលឥឡូវពេញនិយមនេះខ្ញុំឃើញសម្រាយរឿងបងប្អូន content សម្រាយរឿងឬក៏ content និទានរឿងក៏ឃើញ view ច្រើនដែរចំពោះដូច content ខ្ញុំធ្វើនេះ content បរៀនឬក៏ content ដោះស្រាយបញ្ហាអីហ្នឹងវាអត់សូវពេញនិយមទេបងប្អូនដោយសារតគេមានបញ្ហាបាទគេមកមើលអញ្ចឹងគេ search អីចឹងទៅតែបើ content បែបលក្ខណៈ entertain លក្ខណៈកំប្លែងឬក៏និទានអីចឹងអាហ្នឹងសម្បូរអ្នកមើលដោយសារចាអាហ្នឹងពេលទំនេរចឹងទៅគាត់ឃើញក៏ស្ដាប់ចោលចឹងណាបងប្អូនហ្នឹងហើយបងប្អូនខ្ញុំគ្រាន់ recommend ប៉ុណ្ណឹងខ្ញុំគិតថាអាហ្នឹងដូចខ្ញុំនិយាយចឹងខ្ញុំ recommend បានតែ recommend ទេអ្វីជាជម្រើសគឺបងប្អូនខ្លួនឯងគិតមើលខ្លួនឯងចឹងណាហើយយ៉ាងសាកសិនទៅដូចជាសាកខ្លួនឯងរក content ឥឡូវបងប្អូនអត់ធឿខ្ញុំទេបងប្អូនឆាត់សួរ AI ទៅ AI ជួយបងប្អូនបានច្រើន ChatGPT ឬក៏DeepSeek ហ្នឹងហើយចឹងសួរវាទៅ content អីមានអ្នកចូលចិត្តច្រើននៅស្រុកខ្មែរនេះវាឆ្លើយអញ្ចឹងបងប្អូនអាចជា idea មួយសម្រាប់ធ្វើ content ខ្លួនឯងបានអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយបងប្អូនបើមានកន្លែងណាតោះខុសអីសូមកុំប្រកែប្រកាន់អីហើយបើគិតថាមានប្រយោជន៍ជួយ subscribe ផងដើម្បីជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត